បងប្អូនជនរួមជាតិជាទីស្រឡាញ់ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដោយស្ថានភាពបានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ជាងពេលមុនដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេសនិងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធីបញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់បន្លាលួសកង់ឡានរបស់យោធាថៃធ្វើការហុំព័ទ្ធផ្ទះនិងដីអាស្រ័យផលមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះក្នុងរយៈពេលជាង2ខែកន្លងមកនេះបានបង្កនូវភាពលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែលកំពុងតែរស់នៅក្នុងភូមិទាំងពីរបញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានតាមដានបញ្ហានេះគោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូងគឺធ្វើយ៉ាងណាដើម្បីទប់សភាពការដែលកើតមានកុំឲ្យរីករាលដាលដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធ្ងរក៏ដូចជារកវិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឲ្យបានឆាប់បំផុតដើម្បីសម្រេចគោលដៅនេះរាជរដ្ឋាភិបាលបានប្រកាន់យកនៅអភិក្រមក្នុងការខិតខំដោះស្រាយដោយភាពអត់ធ្មត់និងការប្រើប្រាស់មធ្យោបាយសន្តិវិធីក្នុងការស្វែងរកដំណោះស្រាយព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយមិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេប៉ុន្តែអាចនាំទៅដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះនិងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែធ្ងន់ធ្ងរក៏ដូចជាការបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឲ្យបានខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមកពេលខ្លះមិនអាចទទួលយកបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗខណៈដែលការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផលហើយសកម្មភាពជាក់ស្ដែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅដែលធ្វើឲ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹមនិងគិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេបន្ថែមពីលើនេះសកម្មភាពមួយចំនួនរបស់ភាគីថៃដូចជាការរាវមីនការបែងចែកដីឲ្យប្រជាពលរដ្ឋថៃឬការបំផ្លាញអគារនៅក្នុងកន្លែងដែលកងទ័ពថៃបានហុំព័ទ្ធរួចទៅហើយបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយហើយអ្នកខ្លះរហូតដល់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរឲ្យគេដើម្បីបដូរយកបទឈប់បាញ់ឬកិច្ចព្រមព្រៀងសន្តិភាពខ្ញុំសូមបញ្ជាក់សារជាថ្មីថាគ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយទៅឲ្យប្រទេសណាមួយដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ដោយចរចាសន្តិភាពនោះទេកម្ពុជាមិនរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាមិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានោះដែរបញ្ហាព្រំដែនគឺជាបញ្ហាដែលស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបានគឺត្រូវផ្អែកទៅលើគោលការណ៍តម្លាភាពមានការឯកភាពគ្នាដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរនិងដោយការប្រើប្រាស់យន្តការដែលមានការឯកភាពគ្នាព្រមព្រៀងផ្អែកទៅលើមូលដ្ឋានសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរក្នុងន័យនេះការវាស់វែងនិងខណ្ឌសីមាគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃJBC ហើយត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជាថៃ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កាជាច្រើនក្នុងរយៈពេលជាង20ឆ្នាំកន្លងមកនេះទោះបីមិនទាន់បានចប់សពគ្រប់ក៏ដោយនៅក្នុងកិច្ចប្រជុំ JBC រយៈពេល2ថ្ងៃពេញថ្ងៃទី21-22 ខែតុលាដែលទៅបញ្ចប់រំលងអត្រាចូលថ្ងៃទី23តុលាឆ្នាំ2025នេះភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ពាក់ព័ន្ធទៅនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាពនិងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នាក្នុងបំណងឈានទៅរកការបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទចន្លោះបង្គោលព្រំដែនលេខ42និង47ដើម្បីស្វែងរកដំណោះស្រាយនេះភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេសដើម្បីកំណត់វាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្នដោយប្រើប្រាស់ផែនទី1លើ2សែនសន្ធិសញ្ញាឆ្នាំ1907និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មាធិការបោះបង្គោលបារាំងសៀមធ្វើជាមូលដ្ឋានលទ្ធផលដែលទទួលបាននឹងទៀងទាត់ជាមួយនឹងការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងសម្រាប់ធ្វើការដោះស្រាយបន្ត
មានតែវិធីសាស្ត្រនេះទេទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនិងជួយឲ្យបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានដោយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រក្រតីឡើងវិញបានជៀសវាងការអូសបន្លាយបញ្ហាដោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ